ឃើញថាច្បាប់មានច្រើនហើយធ្វើបានឬមិនបានអាស្រ័យទៅលើការអនុវត្តអាស្រ័យទៅលើឆន្ទៈនិស្សិតអ្នកនយោបាយថ្នាក់ដឹកនាំថាហ៊ានវះកាត់ពិតប្រាកដដែរឬអត់បាទនៅអភិក្រមទាំង5ទាំងតាំងពីសម័យសម្ដេចតេជោមកម្លេះមុតទឹកឆ្លុះកញ្ចក់ដោះក្អែលព្យាបាលវះកាត់អីហួសហើយជាដើមហ្នឹងបាទអញ្ចឹងយើងហ៊ានវះកាត់ទៅបាទខ្ញុំគិតថាច្បាប់យើងមានច្រើនហើយច្បាប់យើងមានហើយនៅតែការអនុវត្តទេហើយនឹងការហ៊ានវះកាត់ព្យាបាលហើយនឹងការហ៊ានដាក់ហ៊ានដកបាទទៅលើមន្ត្រីមុខងារសាធារណៈព្រោះរឿងខ្លះវាជាដដែលទេហើយធ្វើបែបនេះដើម្បីឲ្យមានប្រសិទ្ធភាពការងារនិងផ្ដល់ឱកាសឲ្យអ្នកធ្វើការប្រឹងប្រែងពិតប្រាកដដែលរដ្ឋាភិបាលមានទស្សនវិស័យក្នុងកំណែតម្រង់ស៊ីជម្រៅនេះកំណែតម្រង់ស៊ីជម្រៅតើតែយើងហ៊ានវះកាត់បាទម្យ៉ាងទៀតរដ្ឋាភិបាលកម្ពុជាបានដាក់ចក្ខុវិស័យទៅឆ្នាំ2050នៃប្រទេសចំណូលប្រាក់ចំណូលខ្ពស់អញ្ចឹងប្រសិនបើយើងមិនបានវះកាត់នៅមន្ត្រីមុខងារសាធារណៈឲ្យមានប្រសិទ្ធភាពសិទ្ធិផលនិងវៃឆ្លាតឲ្យសមនឹងមូលធនមនុស្សដោយដែលរដ្ឋាភិបាលបានដាក់នៅក្នុងផែនការយុទ្ធសាស្ត្របញ្ចកោណរបស់ខ្លួននីតិកាលទី7នេះទេនេះយើងនឹងមិនអាចសម្រេចទៅគោលដៅ2050បានទេប្រសិនបើដើរទៅនៅតែតាក់ទៅលើការដែលយើងមិនហ៊ានវះកាត់មន្ត្រីខលខូច